ស្ត្រីភាពជាអ្នកដឹកនាំសកម្មភាព For just and prosperous economy ព្រឹត្តិការណ៍បន្លឺសម្លេងកណ្ដឹងនាឆ្នាំ2026នេះគឺផ្ដោតលើភាពជាអ្នកដឹកនាំរបស់ស្ត្រីដើម្បីសេដ្ឋកិច្ចប្រកបដោយយុត្តិធម៌និងវិបុលភាពកម្មវិធី Ring the Bell នៅថ្ងៃនេះគឺនឹងជួយជាសារដាស់តឿនដល់សង្គមកម្ពុជាឲ្យគ្រប់គ្រងឲ្យផ្ដល់ទូនាទីផ្ដល់សិទ្ធិអំណាចដល់ស្ត្រីឲ្យបានកាន់តែច្រើនយើងរៀបចំព្រឹត្តិការណ៍នេះឡើងគឺក្នុងគោលបំណងដើម្បីលើកកម្ពស់សមភាព Gender និងបរិយាបន្នសង្គមនៅក្នុងទីផ្សារមូលបត្រតាមរយៈការជំរុញភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅក្នុងអភិបាលកិច្ចនិងការបង្កើនកាលានុវត្តភាពទីផ្សារសម្រាប់អាជីវកម្មដែលមានម្ចាស់ជាស្ត្រីផងដែរនៅកម្ពុជាស្ត្រីមានសកម្មភាពយ៉ាងខ្លាំងក្លានៅក្នុងវិស័យធុរកិច្ចដូច្នេះការចូលរួមចំណែករបស់ពួកគេចំពោះការបង្កើតការងារនិងសេដ្ឋកិច្ចក្នុងស្រុកគឺពិតជាមានសារៈសំខាន់ខ្លាំងមែនទែនតែទោះជាយ៉ាងនេះក៏ដោយគម្លាតនៅតែធំហើយនៅតែបន្តកើតមាននៅពេលដែលយើងនិយាយទៅដល់ការទទួលបានឱកាសនៅក្នុងទីផ្សារធំការចូលរួមនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់និងឱកាសនៅក្នុងការធ្វើលទ្ធកម្មរបស់អាជីវកម្មដែលមានម្ចាស់ជាស្ត្រីការរើសអើងនៅតែមានសម្រាប់ជនដែលមានពិការភាពមានន័យថាយើងបិទខ្លួនឯងណាយើងអត់សូវហ៊ានបង្ហាញពីពិការភាពរបស់យើងទេតាមរយៈកម្មវិធី We Rise Together យើងមើលឃើញថាការធ្វើលទ្ធកម្មគឺជាដំណើរការមួយដែលមានឥទ្ធិពលបំផុតនៅពេលដែលខ្សែសង្វាក់ផ្គត់ផ្គង់និងការធ្វើលទ្ធកម្មមានបរិយាបន្នពិតប្រាកដនោះគឺអាជីវកម្មដែលមានម្ចាស់ជាស្ត្រីនឹងទទួលបាននូវឱកាសពិតប្រាកដផងដែរនៅក្នុងការប្រកួតប្រជែងដោយផ្អែកទៅលើសមត្ថភាពនិងសមភាពវឌ្ឍនភាពនៅក្នុងវិស័យនេះនឹងដឹកនាំដោយផ្ទាល់ទៅរកកំណើនបរិយាបន្ននៃសេដ្ឋកិច្ចទាំងមូលហើយក៏បានចូលរួមចំណែកទៅដល់ការធ្វើឲ្យសម្រេចបាននូវគោលដៅអភិវឌ្ឍរបស់ប្រទេសកម្ពុជានិងចូលរួមចំណែកដល់ការអភិវឌ្ឍនៅក្នុងតំបន់ផងដែរដោយសារស្ត្រីជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចប្រទេសជាតិចឹងការជួយស្ត្រីក៏ដូចជាជួយប្រទេសជាតិទាំងមូលដែរ